សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំលើកធានបទពីការឆុងសត្វទាំង12មកលម្អិតជាងមុនព្រោះខ្ញុំចេញវីដេអូឆុងនឹងម្ដងហើយតែលើកនេះខ្ញុំចង់លម្អិតតាក់ទងជាមួយនឹងការឆុងដោយសារមានបងស្រីម្នាក់គាត់មានសំណួរតាក់ទងvớiការឆុងហើយក៏ប្រធានបទហ្នឹងភាគច្រើនផ្ដោតច្រើនបងប្អូនផ្ដោតច្រើនពេលគាត់ចូលមកដល់ឆ្នាំហ្នឹងឆុងជាមួយគាត់ចាប់ផ្ដើមបារម្ភឬក៏វេចមកដល់ឆុងមួយគាត់ក៏បារម្ភអញ្ចឹងអឺអញ្ចឹងខ្ញុំចង់បញ្ជាក់លម្អិតមិនលម្អិតការឆុងនៅក្នុងនឹងខ្លះដើម្បីឲ្យបងប្អូនបានយល់ស៊ីជម្រៅជាងមុនអញ្ចឹងសំណួរដដែលខ្ញុំបានបកស្រាយហើយទី1អ្វីគឺជាការឆុងអញ្ចឹងភាគច្រើនការឆុងគឺយើងសំដៅទៅលើសត្វបាទយើងសំដៅតែនៅលើសត្វទេសត្វទាំង12គេអត់ដែរនិយាយពីធាតុមេឃឆុងគ្នាទេគឺនិយាយទៅសត្វឆុងគ្នាបាទអូខេអញ្ចឹងចូលយើងបើមើលវីដេអូមុនខ្ញុំបានបកស្រាយអីសត្វឆុងគ្នាទាំង12ក្នុងនឹងមានអ្វីខ្លះបាទអញ្ចឹងបងប្អូនអាចទៅមើលម្ដងទៀតតែឥឡូវកន្លែងនេះខ្ញុំរំលឹកបងប្អូនខ្លះទៅអញ្ចឹងទី1យើងនិយាយពីសត្វប្រភេទសត្វលូតលាស់យើងនិយាយសត្វលូតលាស់មុនទៅខាលឆុងជាមួយនឹងពកអញ្ចឹងនៅសល់គូសត្វលូតលាស់មួយទៀតម្សាញ់ឆុងជាមួយនឹងកុលបាទអញ្ចឹងចូលដល់ប្រភេទសត្វថេបាទសត្វថេគឺមកថោះឆុងជាមួយនឹងរកាហើយសត្វថេមួយទៀតនេះមមីឆុងជាមួយនឹងជូតចូលដល់សត្វឃ្លាំងនេះរោងឆុងជាមួយនឹងចមុំម៉ែឆុងជាមួយនឹងឆ្លូវបាទអញ្ចឹងមានគូរៀងខ្លួនឆុងគ្នាអញ្ចឹងបងប្អូនចូលដល់សំណួរទី2កត្តាយើងត្រូវស្គាល់កត្តាមេឃដីខ្ញុំចង់រំលឹកឡើងវិញព្រោះបងប្អូនគាត់អត់ទាន់ច្បាស់កន្លែងហ្នឹងអញ្ចឹងយើងមើលតារាងខ្ញុំគូសតារាងមួយមកឧទាហរណ៍បាទឧទាហរណ៍ឧទាហរណ៍ថានេះខ្ញុំទៅសេជាចិនតែស្រួលមើលនេះខ្ញុំគ្រាន់តែជាឧទាហរណ៍ទេខ្ញុំអត់បញ្យល់ពីធាតុនៅក្នុងតារាងទេខ្ញុំចង់យល់ពីធាតុឲ្យបងប្អូនដឹងពីកត្តាមេឃដីមនុស្សហើយយ៉ាងម៉េចចឹងណាបាទអូខេអញ្ចឹងបងប្អូនអញ្ចឹងមេឃយើងមើលនេះគឺមេឃបាទនេះគឺដីហើយកត្តាមនុស្សគឺធាតុនៅក្នុងដីបាទធាតុនៅក្នុងដីមានអីខ្លះអូខេអញ្ចឹងនេះខ្ញុំទៅសេអស់មកទេក្នុងនឹងមានដីដកភ្លើងដកហើយនឹងឈើដកដីពុកដកភ្លើងដកនេះដូចគ្នានេះមានតែទឹកបោកហើយនឹងឈើបោកបាទអញ្ចឹងបងប្អូនមើលនៅក្នុងធាតុនៅរបស់សត្វមួយនេះគឺធាតុកត្តាមនុស្សបាទអញ្ចឹងបងប្អូនបើសិនជាយើងនិយាយពីការឆុងយើងនិយាយការឆុងឲ្យចំហ្មងគឺឆុងគេនិយាយសំដៅទៅលើដីគឺសំដៅលើសត្វគេអត់ខ្វល់ពីធាតុនៅក្នុងសត្វហ្នឹងអីខ្លះទេគេគ្រាន់ចង់សំដៅលើសត្វដែលមកពីរដូវខុសគ្នាជួបគ្នាគឺអត់ត្រូវគ្នា
គេគាត់ចង់សំដៅលើហ្នឹងទេអញ្ចឹងធាតុនៅក្នុងសត្វមួយគឺយើងមើលតទៀតហ្នឹងគឺជាកត្តាមនុស្សបាទអញ្ចឹងមាន3ស្រទាប់បងប្អូនកុំលូកលំដាក់ចូលគ្នាធាតុមេឃផ្សេងកត្តាមេឃផ្សេងកត្តាដីផ្សេងកត្តាមនុស្សផ្សេងកុំលូកលំចូលគ្នាជួនកាលដីកត្តាដីអត់ឆុងគ្នាទេបាទសត្វនៅជិតគ្នាកត្តាដីអត់ឆុងគ្នាទេប៉ុន្តែកត្តាមនុស្សគឺនៅក្នុងហ្នឹងមានសកម្មភាពអាចនឹងអត់ត្រូវគ្នាចឹងបងប្អូនចំណាំមើលកន្លែងនេះមកទៅខ្ញុំឧទាហរណ៍មមីម៉ែហើយនឹងចពីរហ្នឹងបើតាគូទាំង12ពីរហ្នឹងអត់ឆុងគ្នាទេបានន័យថាកត្តាដីនៅស្ងប់ស្ងាត់កត្តាដីអត់មានសកម្មភាពទេគឺនៅស្ងប់ស្ងាត់តែយើងមើលកត្តាមនុស្សនៅក្នុងហ្នឹងចាប់ផ្ដើមមានសកម្មភាពជាមួយគ្នាបាទចឹងមើលទៅដីអត់អីទេមាសហើយនឹងឈើគឺអត់ត្រូវគ្នាបាត់ហើយបាទភ្លើងមិនអីទេអញ្ចឹងក្នុងហ្នឹងមានតែមាសហើយនឹងដីទេតែអត់ត្រូវគ្នាអញ្ចឹងយើងឃើញកត្តាដីបានន័យថាសត្វមួយហ្នឹងនៅចិត្តគ្នាអត់មានសកម្មភាពជាមួយគ្នាមែនប៉ុន្តែអ្វីដែលនៅក្នុងចិត្តហ្នឹងបាទតែទុកនៅក្នុងអាចអត់ត្រូវគ្នាតិចតួចបាទតែធម្មតាគេអាចលើកកន្លែងហ្នឹងយកមកនិយាយទេព្រោះអីអតិពលវាតិចពេកអត់សូវស្ដែងចេញមកទេពីច្រើនលះក្នុងចិត្តបាទប៉ុន្តែបងប្អូនបើសិនជាយើងមើលមែនតែនបើសិនជាធាតុគាត់ត្រូវការគឺធាតុមាសទីគាត់ត្រូវការធាតុមាសភ្លើងនេះមកវាយមាសបាត់ហើយបាទភ្លើងបោះម៉ែមកវាយមាសបោះចបាត់ហើយអញ្ចឹងមាសនឹងអាចនឹងអតិពលយើងប្រើប្រាស់វាអត់បាន 100% ទេប្រើបានតែ 60% ទេបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់បងប្អូនឲ្យច្បាស់អញ្ចឹងអ្វីទៅមេឃដីឲ្យមនុស្សហើយកន្លែងហ្នឹងបកស្រាយបានច្រើនណាស់កន្លែងមេឃដីមនុស្សហ្នឹងនៅក្នុងបាជឿក៏គេយកមកបកស្រាយនៅក្នុងក្បួនហុងស៊ុយក៏គេយកមកបកស្រាយនៅក្នុងក្បួនជីមិនតុនជាក៏គេយកមកបកស្រាយក្នុងអ៊ីជីងក៏គេយកមកនិយាយដែរអញ្ចឹងកន្លែងហ្នឹងគេយកមកនិយាយច្រើនហើយបកស្រាយខុសគ្នាទៅតាមបែបបទមួយអត់ដូចគ្នាទេគេយកទ្រឹស្ដីហ្នឹងមកនិយាយប៉ុន្តែគេបកប្រែទៅតាមស្ថានភាពខុសគ្នាទាំងអស់អញ្ចឹងកុំឲ្យវែងឆ្ងាយខ្ញុំចង់និយាយថាមេឃដីមនុស្សហ្នឹងនៅក្នុងតែបាជឿទេបាទអញ្ចឹង3ហ្នឹងបងប្អូនគ្រាន់តែចាំថាមេឃកត្តាមេឃគឺជាសកម្មភាពដែលយើងបង្ហាញចេញមកសង្គមខាងក្រៅដែលគេដឹងថាយើងគឺជាណាគេបាទកត្តាដីគឺជាអ្វីដែលខ្លួនយើងយើងប្រស័យតាក់ទងគ្នាជាមួយនឹងអ្នកចិត្តដិតបាទដល់ពេលកត្តាមនុស្សគឺជារបស់ដែលយើងមាននៅក្នុងចិត្តគឺជាភាពពិតរបស់ខ្លួនឯងបាទភាពពិតរបស់ខ្លួនឯងហើយធម្មតាភាគច្រើនមនុស្សភាគច្រើនអត់ស្គាល់ពីខ្លួនឯងដោយសារកន្លែងកត្តាមនុស្សហ្នឹងបាទអត់ទាន់ស្គាល់ពីខ្លួនឯងច្បាស់ហើយបើស្គាល់ពីខ្លួនឯងច្បាស់ហើយអ្នកនៅចិត្តហ្នឹង10ឆ្នាំហើយក៏មិនទាន់ស្គាល់ពីយើងផងដោយសារយើងពិនលាក់ទុកហើយងាយមានតែគេដឹងទេជាពិសេសសត្វឃ្លាំងគឺទុកបានល្អបាទគាត់ពិនទុកអូខេអញ្ចឹងយើងទៅចំណុចមួយទៀតគឺឆុងត្រឹមកត្តាដីហើយនឹងកត្តាដីបូកជាមួយមនុស្សឥឡូវខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងហ្មងទៅខ្ញុំបង្ហាញពីតារាងមួយទៀតខ្ញុំយកតារាងដដែលកុំឲ្យពិបាកគិតបាទអូខេបងប្អូនអញ្ចឹងតារាងនេះអត់មានឆុងឥឡូវខ្ញុំឧទាហរណ៍តារាងដែលឆុងសួរបងប្អូនមើលបាទខ្ញុំឧទាហរណ៍តារាងដែលឆុងគឺឥឡូវថាខាលខ្ញុំយកខាលបាទហើយនឹងអូបអញ្ចឹងបងប្អូននៅក្នុងខាលមានអីខ្លះមានឈើបូក
miền phượng bột hay nắng đấy bột đọc về vô miền mía bột miền đặc bột hay nắng đấy bột cho mà ôn mơ tầm niệm tầm nổ sạch kha lên nừng bột không kia mà ôn việc khác quạt bỏ trái quạt mơ ta khang lơ nè ba việc cho quạt mơ được khang lơ nắng tề thịt khang lơ nắng cứ trong kia thế tam bật trong tầng tật em lớn có chống đây đấy nhưng mà vậy thế đây đấy chụp cái thòm đa té lạnh chống cứ pi nè và ấy bọn khác quạt vô cho làm vô hay đừng khá miên tập vô vô quay khá bà khá mình ai quay vô tam phát ọt tề nó không nó miên thiệt chán thơ sẽ cam phiếp cho mỗi kia từ mình được màu chân bọn bọn mơ mía vay chớ mình té không khá miên lớn mà vay mía vinh vay từ vinh từ màu và tất vay phơn mình té là không khá miên thiệt đây khá đây đây là bọc khá đây là bọc vô đây bọc khá khăn chiên của cầm đợi miên cầm đợi anh đây miên cầm đợi đây nó miên cầm lặng và chẳng đây để miên cầm lặng và có chỉ một vay tập vinh chẳng vay tơ vay màu mình tay ca chọc nó cứ trong trấm thiết trong trâm cả ta đấy hay nằm đầu tì và người ta mấy ở toàn vậy người ta mấy toàn vậy thì tay bà sân chía người ta mê miến những bị bộ chơi bộ người ta đây màu chẳng thì hai tháng trong khăn giống một con chám vào trong trâm người ta đấy hay là mình nói cứ trong cái hơi ta trong đó ta trong mình và cọt và mình toàn định là chính một cái thì rong chăm là hô đọt tên na chớ hay nương mía chuột nè người này mấy bằng nó cái chia cả trong mình ta chính màu đây bịa cái hai tháng phán in và nè phán in cho nó tị bậy nè và chân đôi nhung bị chẹn nước khang khóm chừng mà ôn này còn bên trong sắt đang đập pi nước nông tàng quát cầm to là thấy và sân chia thiệt mây quát ở toàn định lại và thiệt mây ở toàn định lãng ở đây thì vụ ấy nước nông sập hơi chân có thá sông kriếm nước hàng crom ở toàn miền Pành Hà tên nút ra té sông kriếm cát lãng nước hàng lử sông kriếm nơi lử mệt và sông sập chân kinh giấy sông kriếm nơi đấy hay nơi mình đúng cái chia sông kriếm tay mình sông kriếm mình khăng tê tay và sân chia sông kriếm lang đó mệt ban này tha chia sông kriếm lột sông kriếm tu khăng và chẳng bà sân chia ràng ta chữ quạt miền để khả năng bài đi vì cầm nợอายุ30 năm គាត់ជួបបញ្ហាច្រើនបាទជួបបញ្ហាច្រើនអញ្ចឹងប៉ុន្តែធម្មតានិយាយនឹងយើងក្នុងបញ្ហាមានឱកាសអញ្ចឹងអ្នកដែលគាត់ជួបបញ្ហាច្រើនគាត់លូតលាស់មុនគេគាត់មានឱកាសថ្ងៃក្រោយគាត់មានឱកាសច្រើនវិញបាទអញ្ចឹងយើងគុំគិតថាអ្នកដែលគាត់ជួបបញ្ហាច្រើនគាត់អស់សង្ឃឹមបើសិនជាគាត់ជារិស័យរឹងមាំគាត់អាចនឹងមានបានថ្ងៃក្រោយគាត់នឹងត្រូវគាត់នឹងខ្លាយជាមនុស្សអស្ចារ្យថ្ងៃក្រោយព្រោះឲ្យគាត់បានជួបបញ្ហាច្រើនហើយគាត់រឹងមាំបាទអូខេអញ្ចឹងខ្ញុំឧទាហរណ៍នេះដោយសារសัตว์លូតលាស់អញ្ចឹងយើងមើលសัตว์ឃ្លាំងដោយសារសំណួរតែបានសួរខ្ញុំនៅក្នុង comment ហ្នឹងគឺសួរអំពីសัตว์ឃ្លាំងអញ្ចឹងខ្ញុំឧទាហរណ៍សត្វឃ្លាំងបាទសត្វឃ្លាំងអញ្ចឹងបើសិនជាមកឧទាហរណ៍ទេណាឧទាហរណ៍ទេចហើយនឹងរងបាទចហើយនឹងរងអញ្ចឹងយើងមើលចក្នុងហ្នឹងមានដីបោកមានមាសដកភ្លើងដក
Thì rốn miền đầy bốt miền chớ đỏ hay nung tật đỏ tết tật đỏ bạt bạt thử chứ mà con mớ nếu những thằng lớn như ta và nhưng mà ui ho tới á bọn con mơ mơ tới thằng lớn ấy mơ mía hay mía bột ba mía bột con pi chẳng nhưng mơ này cái ta đầy và cái ta đấy trong này và ta mình lúc ở trong này và là người ta mới rồi luôn và ta mới ở đây thì trong những mơ thiên nó không nắng tất quay phượng mía quay chơi quay từ bên đầm mạo và mía quay chơi đây những mơ tới nông lắm mía mà chui tập chớ mà chui phượng chứ thì nè tao đón nó cứ miên ca chui phóng miên ca sọp hòn và chui theo mình bình chật và ấy đây đấy thòm đa thì đây đấy chụp kia đây cái này khăn nông cái này phù nhưng quạt bị nè chụp kia ở đây thì rồiแต่អន់ចិត្តគ្នាប៉ុន្តែបងប្អូនត្រូវចាំថាអឺអត់សប្បាយចិត្តដែលលាក់ទុកនៅក្នុងចិត្តអាចនឹងផ្ទុះចេញហើយផ្ទុះតែចេញមកគឺខ្លាំងជាងឆុងខាងលើនេះទៀតបាទខ្លាំងជាងវោហើយខាលទៀតបាទមួយឆុងទាំងអស់មានតែឆុងចយនឹងរងឆុងខ្លាំងជាងគេតែបើសិនជាត្រឹមសង្គ្រាមនៅក្នុងកត្តាមនុស្សហើយនឹងដីគុំតន់អភ័យភាគច្រើនយើងគ្រាន់តែផ្លាស់ទីកន្លែងដីឆុងគ្នាភាគច្រើនយើងផ្លាស់ការងារផ្លាស់កន្លែងរស់នៅបាទមេឃដូចគ្នាបានន័យថាធ្វើការជាមួយគ្នាអត់អីទេកុំឲ្យតាមិនតាកុំឲ្យតានៅនេះមានឈើមានឈើទៅឈើដកបើហៅថាឈើដកបាទឈើដកនៅមកហើយយើងប្រយ័ត្នថាឆ្នាំណាឬវ័យចូលណាមានមាសចូលមកបាទមានមាសចូលមកមាសបើមាសបោកអាចមានបញ្ហាខ្លះតែមិនណាស់ទេប៉ុន្តែមាសដកប្រយ័ត្នបាទប្រយ័ត្នតែមាសដកចូលមកពេលហ្នឹងគឺសង្គ្រាមមែនតើកើតឡើងបាទតែបើនៅក្នុងតារាងអត់មានឈើទេនៅខាងផ្នែកមេឃមានឈើទេហើយយើងក៏មិន DT មិនទូរស័យឈើដែរយើងមិនទូរស័យឈើទៀតអញ្ចឹងអត់អីទេទោះបីវ័យចោមានឈើខាងលើវ័យចោមកមានឈើខាងលើមែនហើយយើងមានឆ្នាំដែលមានដកពីលើមកប៉ះពាល់vớiវ័យចោយើងហ្នឹងក៏គាត់ទៅក៏អាចមានបញ្ហាដែរតែមិនខ្លាំងណាគ្រាន់តែក្នុងឡុងឆ្នាំហ្នឹងយើងអត់សូវបានលទ្ធផលល្អបាទការងារអត់សូវបានលទ្ធផលល្អតែបើឲ្យឆុងឲ្យយើងចាប់អារម្មណ៍ថាមានបញ្ហាធំដុំហ្មងសូវអីទេកុំឲ្យតែនៅក្នុងតារាងប៉ះពាល់ក្នុងតារាងយើងបាទអូខេអញ្ចឹងខ្ញុំចង់បើកមុខកញ្ចក់តាក់ទងមួយទំនាក់ទំនងការឆុងនៅក្នុងនឹងសัตว์ទាំង12បងប្អូនបើសិនជាមើលមែនតើនឹងចាប់អារម្មណ៍បងប្អូនអាចយល់អាចដឹងច្បាស់អញ្ចឹងមើលមិញខ្ញុំនិយាយខាលនឹងវោកហើយអញ្ចឹងខ្ញុំនិយាយពីម្សាញ់ម្ដងបាទឥឡូវខ្ញុំនិយាយពីម្សាញ់ម្ដងអញ្ចឹងម្សាញ់ក្នុងហ្នឹងមានភ្លើងបូកដីបូកហើយនឹងមាសបូកហើយម្សាញ់ឆុងគ្នាជាមួយនឹងកុលមានទឹកបូកហើយនឹងឈើបូកបាទចឹងបងប្អូនមើលកុលទឹកមកវាយភ្លើងបាទទឹកមកវាយភ្លើងដីមកវាយទឹកវិញ
đây mà vay tức chớ mà vay đây mình bà thưa vay đây mía mà vay chớ mình chứ mà bốn mớ vay từ mình mà nhưng ngặt rùa thế vay tờ vay màu và mưa mới tiết mưa mới tiết mình sắt thiệt thề nhưng mưa sắt thiệt thế thó hơi nắng roca và thó chớ đỏ roca mía đỏ chẳng mặt ấy dương mơ tới vì nắng trong cái phía trấn trong này ta đây mau vì từ khó khăn trong này cái ta đây tay vào cái ta mà đúng ở sư màn thế và được dương mơ là mía vay đã vay chớ tay chớ ở tại vay mía bàn miền tập phân nâng thì nè tận ổn cứ miền nào cả mà vay thọ đấy dương mơ sạch thịt thêm một cú tiết chút hay nâng mà mì những chút miếng tập đỏ một mí miếng lương đỏ hay nâng đây đỏ dân cú ní vay từ vay màu đấy tật vay lương đấy vay tật bình vay từ vay màu nhưng mơ sạch khèng mà đo mình nhung gì khèng cho hay nâng rôn hỏi với nếu nhung lương màu mới tiết chứ lứ hay nâng mồm mè đây đó tật đó hay nâng nghĩa đó đây đó lương đó hay nâng chơi đó ba đây 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 thế tật vay lớn và tật vay lớn váy mía mía vay chơi và vay chơi mà vay đây mình chẳng mong ôn vào cái đợt mưa mình tén mà mẹ nó đây nó có vay tật màu có vay tật này vay tơ vay mơ nó nâng cứ ờ, cứ ọt sưu tê mà đọc mà tầng có mũi cú miên ta cú đi mũi này miên cú thọ hay nâng ca đây ọt vay tơ vay máu rồi ca miên ta ca từ từ nhỏ cái muốn từ vay cái và chẳng vào giờ 10 mình tén cứ từ nãy tao nói sát trang đọc ví cứ chẳng thì sao không nó tục thiệt cho đàn chẳng và sân nơi chật kia cứ thì tao nói cứ ở sợi trời kia thế đây mình sạch muối muối nhưng mơ tới ở trong nếu mà chắc thiệt cái ta mình đúng hết thiệt nó không sạch nó cứ ở trời kia thì vay kia tại vì khác vay nó lọ và ủa thì họ ừ, thì họ vô và vô ai nắng mồm mồm mì vô miên mía bố tập bố đây bố mồm mí miên lương đó anh đầy đó và dân mong ổn miếc bốt trời cá lương đỏ làm bấy làm bấy làm lưới và cả bàn chia cả vật và tháo đá vô mà bà lò bàn lương đỏ máu lò đây 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 mà tục tập dân lưới mía và con chỉ game lưới bà đá thì bạch tập bà đá chân tập này chậm đam thói lỏ chui anh mía can đá chập lại từ chia ô bà cọp ra và lương lương đỏ hay nâng tập bột
hạ khía và cả ban chỉ chớ thiệt chớ chui phơi rồi càng khăn làm bay đột miệng bộ bà chẳng thể nấu tí nữa cứ lỏ và lỏ cái này nữa chẳng mẹ tầng sắt nơi chất khía nhưng mơ đái và sân gì thì nấu tí nữa ở lỏ ai miền Pành ha tích túi và sân gì ở chóng á ở trong này đấy miền Pành ha tích túi tê và sân gì ở trong này đây hãy thiệt cái tam đối nó cứ tới khía thiệt lỏ và ok chẳng được nhom vậy hào ấy trong miền bay cái tá và trong miền bay cái tá trong tiếng bay cái ta nó nước miền cái ta mấy cái ta đấy cái ta mình đủ nên em vậy hào vậy hay phản phản ứng ban đây thá trong tiếng cái ta mấy cái ta đấy cái ta mình đủ trong bay mà chua bay thằng mà chua thằng ó nó trong nó ra thá trong phản ứng cái trong khả năng và thì họ đượcចំណុចនេះចឹងបាទកន្លែងឧទាហរណ៍ហ្នឹងខ្ញុំឧទាហរណ៍គេហៅថាឆុង fan in គឺកតាដីឆុងគ្នាកតាមេឃវាយគ្នាហើយនឹងកតាមនុស្សវាយទៅវាយមកបាទអូខេហើយខ្ញុំចង់និយាយមួយទៀតឆុងទាំងអស់បាទឆុងទាំងអស់យើងមានបែងចែកជា3ទៀតឆុងសត្វលូតលាស់ឆុងសត្វលូតលាស់មានវសាញ់ហើយនឹងកុលវោកហើយនឹងខាលអានោះឆុងសត្វលូតលាស់ឆុងសត្វធាតុថេរក្នុងនោះមានជូតហើយនឹងមីរកាហើយនឹងថោះហើយនឹងសត្វឃ្លាំងមានចហើយនឹងរងហើយនឹងមមែឆ្លៅអញ្ចឹងឆុងទាំង3ហ្នឹងឆុងដែលអាក្រក់ជាងគេបំផុតគឺឆុងឃ្លាំងបាទបន្ទាប់មកសត្វធាតុថេរបន្ទាប់មកសត្វលូតលាស់បាទព្រោះអីឆុងឃ្លាំងគឺជាឆុងដែលមកម្ដងតិចរឿងមកតិចទុករហូតដល់ពេលណាមួយផ្ទុះចេញមកក្រៅដល់ពេលដែលធាតុមេឃជួបគ្នាបាទដល់សត្វធាតុថេរវាច្រើនឆុងនោះឆុងផ្នែកអារម្មណ៍ផ្នែកមនោចេតនាដែរប៉ុន្តែអត់ទុកទេអាចនឹងប្រាប់គេឯងអ្នកខ្លះបានដឹងខ្លះដោះស្រាយបានខ្លះអញ្ចឹងណាតែបើសិនជាកតាមេឃចេញមកហើយគឺដោះស្រាយអ្វីដែលដោះស្រាយបានពីមុនបានខ្លះដល់ពេលកតាមេឃចេញមកយើងមានបញ្ហាអត់ខ្លាំងទេព្រោះយើងបានដោះស្រាយខ្លះហើយហើយបើឆុងសត្វលូតលាស់ភាគច្រើនមកលឿនឆុងនឹងលឿនមកព្រោះយ៉ាងប្រភេទធាតុយ៉ាងឆុងដូចមនុស្សប្រុសអញ្ចឹងពេលអត់ត្រូវគ្នាគឺកម្រោភ្លាមមកអញ្ចឹងបានន័យថាផ្លាស់ប្ដូរលឿនណាធ្វើឲ្យពេលបញ្ហាចេញមកលឿនទៅយើងផ្លាស់ប្ដូរបញ្ហាការងារដូរការងារលឿនបញ្ហាកន្លែងរស់នៅយើងដូរកន្លែងរស់នៅលឿនបាទភាគច្រើននៅក្នុងឆុងសត្វលូតលាស់មានបញ្ហាមនោចេតនាអាចនឹងលឿនពេកលែងលះលឿនពេកតែដល់ពេលលឿនពេកវាខ្លះអត់ល្អដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងទាំងអស់នោះមានសត្វឃ្លាំងមួយឆុងបើសិនជាឆុងអត់សូវល្អទេបាទហើយធម្មតាតែឆុងឲ្យធាតុនៅក្នុងសត្វហ្នឹងភាគច្រើនប្រើបានតិចតួចឬក៏ប្រើបានសោះបាទសត្វដែលធាតុនៅក្នុងដែលយើងត្រូវការនៅក្នុងសត្វហ្នឹងអូខេអញ្ចឹងយើងចូលចំណុចចុងក្រោយដែលខ្ញុំអត់តែខ្វះទេឆុងមាន2ឆុងល្អមួយឆុងអត់ល្អបាទអញ្ចឹងខ្ញុំឧទាហរណ៍2ហ្មងទៅឆុងមួយឆុងល្អមួយឆុងអត់ល្អបាទឧទាហរណ៍2ហ្មងទៅនេះខ្ញុំឧទាហរណ៍ឥឡូវគាត់តួរិស័យថាតួរិស័យគាត់ថាឈើដកបាទគាត់កើតខែរកាបាទពេលđó mía đỏ បាទmía đỏហើយនេះគាត់កើតឧទាហរណ៍កើតឆ្នាំថោះឈើ
ឈើដកចឹងបងប្អូនយើងមើលរាទូរិស័យនេះគាត់ពឹងឬគាត់ជាមួយនឹងថោះបាទថោះតែដោយសារឥឡូវឬគាត់នឹងត្រូវបានរកាវាយបាត់ហើយចឹងតែឬគាត់ខូចតែឬខូចជើដកឬខូចគឺគាត់អត់សូវគេហៅថាអត់សូវនឹងណូទេអាចបញ្ហាទី1សុខភាពទី2ផ្នែកទំនុកចិត្តបាទផ្នែកទំនុកចិត្តគាត់អត់ហ៊ានបញ្ចេញយោបល់បញ្ចេញអីទេគាត់ចាប់ផ្ដើមគិតអវិជ្ជមានលើខ្លួនឯងរហូតគេហៅទុតិយនិយមអញ្ចឹងយើងមើលទៅអានេះគឺឆុងអត់ល្អបាត់ហើយបាទហើយនេះគឺឆុងអត់ល្អបាត់ហើយឥឡូវខ្ញុំឧទាហរណ៍មួយទៀតគាត់ទឹកបោកតួស្អីគាត់ទឹកបោកគាត់កើតនៅខាលបាទហើយថ្ងៃដែលគាត់កើតនឹងខាលទៀតបាទតែគាត់ឆ្នាំវោកអញ្ចឹងបងប្អូនយើងមើលទៅនេះមាបោកទឹកបោកដីបោកឈើបោកភ្លើងបោកដីបោកបាទអានេះខ្ញុំដាក់ដូចគ្នាឥឡូវអូខេអញ្ចឹងបងប្អូនមើលបើគាត់កើតខែខាលបានន័យថារដូវស្លឹកឈើលាស់អញ្ចឹងឈើឡើងខ្លាំងស្រូបជាតិទឹកអស់ធ្វើឲ្យតួរិស័យគាត់ខ្សោយតួរិស័យខ្សោយអញ្ចឹងធម្មតារិស័យខ្សោយយើងត្រូវការមាសហើយនឹងទឹកមកជួយបាទអញ្ចឹងបងប្អូនមើលដោយសារឈើខ្លាំងអញ្ចឹងយើងគួររើសមួយណាទឹកឬក៏មាសអញ្ចឹងយើងត្រូវការមាសជាងទឹកព្រោះអីទឹកចូលមកជួយឈើកាន់តែខ្លាំងតែខ្លួនយើងក៏ស្រួលជាងមុនដែរព្រោះអីយើងឈើបឺតយើងអត់សូវខ្លាំងប៉ុន្តែមាសល្អជាងមាសជួយទឹកផងហើយនឹងកាប់ឈើផងបាទអញ្ចឹងឧទាហរណ៍គាត់កើតខែមាសបោកខែខាលតែកតាមេគាត់មាសបោកបាទខ្ញុំសេខ្វៀកតិចបងប្អូនបាទសំទោសអញ្ចឹងមាសបោកមកជួយគាត់ផងមកកាប់ឈើខាងក្រោមផងយើងល្អមាសអញ្ចឹងវោកគាត់កើតឆ្នាំវោកនេះគឺល្អមកអានេះហៅថាឆុងល្អបាទឆុងល្អឆុងមកជួយគាត់មិនមែនឆុងអត់ល្អទេមិនមែនឆុងងត់ល្អទេឆុងនេះគឺឆុងល្អមកជួយគាត់ធ្វើឲ្យគាត់ខ្លាំងហើយកុំភ័យថាមាសនឹងមកវាយឈើប្រើលេងកើតអត់ទេធម្មតាឈើខ្លាំងពេកយើងមើលសម័យមើលព្រៃដូចព្រៃដែលដោះឈើឡើងក្រាស់អត់ងាយមានមនុស្សទៅដើរទៅលេងទេលុះត្រាតែដីនឹងមានការអភិវឌ្ឍអញ្ចឹងមាសហ្នឹងចាត់ទុកជាកបិតយើងចូលទៅកាប់ចូលទៅឈូសធ្វើឲ្យស្អាតទេសភាពស្អាតអញ្ចឹងល្អឆុងល្អព្រោះយើងទុកឲ្យព្រៃដោះអាណាធិបតេយ្យវិញហ្នឹងគឺអត់ល្អទេព្រៃដោះមកស្មៅអត់ដូចកន្លែងគេបោះបង់ចោលអញ្ចឹងហើយធម្មតាព្រៃបើសិនជាដោះឈើច្រើនគឺបឺតទឹកអស់ហ្មងបឺតទឹកអស់ពេកធ្វើឲ្យតួរិស័យនេះគឺខ្សោយខ្លាំងតែខ្សោយគឺយើងមើលទៅរូបរាងគាត់ស្គមស្គាំងឬក៏គាត់អត់សូវមានជំនឿទុកចិត្តទេហើយអត់សូវទុកចិត្តលើខ្លួនឯងទេធ្វើអីមួយហើយអាចនឹងមានជំងឺលាក់ក្នុងខ្លួនគាត់អត់ដឹងទៀតព្រោះគាត់ខ្សោយពេកត្រូវការវេចោដើម្បីមកជួយគាត់បាទ
អ្នកខ្លះគាត់កើតមកតារាងគាត់អត់សូវល្អទេតែគាត់បានវ័យចរល្អធ្វើឲ្យមនុស្សនឹងជោគជ័យបាទអញ្ចឹងយើងមើលតាមនឹងទៀតអូខេអញ្ចឹងឧទាហរណ៍ពីរនោះបងប្អូនអាចស្រួលឥឡូវខ្ញុំឧទាហរណ៍មួយទៀតហ្មងទៅសត្វឃ្លាំងឆុងល្អឧទាហរណ៍សត្វឃ្លាំងឆុងល្អបាទហើយខ្ញុំចង់បញ្ជាក់មួយសត្វទាំងអស់មានតែសត្វឃ្លាំងទេដែលធាតុនៅក្នុងដីហ្នឹងគឺអត់មានសកម្មភាពគេហៅថាធាតុដីលក់ធាតុហ្នឹងគឺអត់មានសកម្មភាពទេទោះថាឆុងបានចាប់ផ្ដើមមានសកម្មភាពបាទអញ្ចឹងឥឡូវចេះឧទាហរណ៍គាត់នេះហើយនឹងចបាទនឹងចហើយមើលខ្ញុំឧទាហរណ៍ថាយកមើលសត្វឃ្លាំងភាគច្រើនឥឡូវថា DT គាត់ DT គាត់គឺដីបោកបាទកន្លែងនេះឆុងអត់ល្អអញ្ចឹងដីបោកឈើដកទឹកដកភ្លើងយ៉ាមាសដកភ្លើងដកបាទដីកាន់នៅខ្លាំងបាទហើយធម្មតាបើដីខ្លាំងហើយត្រូវការធាតុឈើដើម្បីបន្ថយដីតែដោយសារមាសវាយឈើបាត់ហើយប្រើកើតបាទទឹកវាយភ្លើងប្រើបានបាទអញ្ចឹងធាតុតែគាត់ត្រូវការពេលហ្នឹងព្រោះអី DT តួខ្លួនគាត់ខ្លាំងហើយគាត់ដែលត្រូវការគឺប្រភេទឈើបាទត្រូវការឈើចូលមកដើម្បីបន្ថយដីកុំឲ្យរឹងពេកប៉ុន្តែឈើខូចបាត់ហើយបាទឈើខូចបាត់ហើយដោយសារមាសមកវាយឈើអញ្ចឹងឆុងនឹងឆុងអត់ល្អទេបាទឆុងអត់ល្អឥឡូវយើងមើលឆុងល្អវិញធាតុឃ្លាំងណាឧទាហរណ៍ថាគាត់ DT ទឹកបាទទឹកបោកគាត់កើតអឺគាត់កើតឧទាហរណ៍កើតខែរោងឆ្នាំចនឹងឆុងនេះឆុងល្អបងប្អូនបើសិនជាទឹកគាត់កើតខែរោងហើយខាងលើនេះមើលខាងលើនេះទឹកបោកទៀតបាទទឹកបោកហើយនេះមាសដកបាទឆ្នាំមាសដកនេះជូតបាទជូតហ្នឹងទឹកដកនេះខ្ញុំvámលឹងបងប្អូនដើម្បីថ្នឹកអញ្ចឹងយើងមើលទៅមកដុំនេះទាំងអស់គឺជួយគាត់កើតនៅខែស្លឹកឈើលាស់អញ្ចឹងឈើខ្លាំងទៅឲ្យតួខ្លួនគាត់ខ្សោយបន្តែដោយសារគាត់មានជូតគាត់អង្គុយលើជូតហើយមានទឹកហើយនឹងមាសដកមកជួយគាត់ធ្វើឲ្យគាត់ពីខ្សោយទៅជាខ្លាំងអញ្ចឹងតួនេះតួខ្លួនខ្លាំងអញ្ចឹងធម្មតាទឹកបោកតួខ្លួនខ្លាំងត្រូវការទប់ព្រោះអីទឹកបោកយើងសម័យមើលទៅគឺជាប្រភេទទលេបាទទលេឬក៏សមុទ្រតែបើទលេនឹងទឹកខ្លាំងពេកត្រូវទឹកជំនន់យើងត្រូវការគេហៅថាទំនប់ទឹកគឺត្រូវការដីបោកអញ្ចឹងពីរនេះចហើយនឹងរោងឆុងគ្នាល្អដីកាន់តែខ្លាំងជួយទប់ទឹកធ្វើឲ្យគាត់អត់ងាយមានបញ្ហាធម្មតាអ្នកដែលគាត់មានតួខ្លួនទឹកបោកបើសិនជាទឹកខ្លាំងពេកគឺគាត់រសាត់រហូតគាត់អត់នៅស្ងៀមទេគាត់អត់នៅមួយកន្លែងទេគាត់រសាត់ដែរគាត់ទៅធ្វើការឆ្ងាយពីផ្ទះបាទពេលខ្លះអាចនឹងមានគ្រោះថ្នាក់អីចឹងណាក្នុងសភៅចិនគាត់និយាយកន្លែងហ្នឹងតែនឹងពីបុរាណទេ
ដោយសារបារាំងចេញពីឆ្ងាយពីស្រុកកំណើតធម្មតាធ្វើដំណើរតាមទូកតាមក្បូនអញ្ចឹងគេថាប្រយ័ត្នគ្រោះថ្នាក់អញ្ចឹងឥឡូវតែស្មែឥឡូវអត់ទេស្មែឥឡូវទំនើបយើងអត់បកប្រែតាមក្បួនចាស់ទេគ្រាន់តែថាគាត់គឺជាទឹកខ្លាំងដូចស៊ូណាមីអញ្ចឹងគឺគាត់ទៅមុខរហូតគាត់ជំនះគ្រប់ឧបសគ្គអត់ស្ដាប់តាមយោបល់គេទេជួនកាលអាចនឹងមានបញ្ហាបាត់បង់ទ្រព្យសម្បត្តិដោយសារខ្លាំងពេកអញ្ចឹងយើងត្រូវការទំនប់ទឹកមួយទប់គាត់កុំឲ្យគាត់ទៅលឿនពេកបាទប្រភេទធាតុទឹកទូខ្លួនធាតុទឹកបើមិនជាទឹកទប់ខ្លាំងពេកក៏ល្អទឹកអត់ហូរទៅមុខទៅអត់បានឆ្ងាយបើមិនជាទៅលឿនពេកក៏អត់ល្អអញ្ចឹងត្រូវមានទំនប់ទឹកធ្វើម៉េចឲ្យយើងយឺតហូរតាមស្រួលអានោះមិនល្អអញ្ចឹងឆុងនេះឆុងល្អបាទរងហើយនឹងចឆុងល្អអូខេអញ្ចឹងវីដេអូនេះខ្ញុំបញ្ចប់តែប៉ុណ្្នឹងបងប្អូនបើសិនជាមានចម្ងល់បន្ថែមទាក់ទងជាមួយឆុងអាចតម្លាក់នៅក្នុង comment ត comment មកខ្ញុំនឹងមានការឆ្លើយតបជាមួយនឹងបងប្អូនហើយមិនភ័យទេបងនិយាយរឿងឆុងក្នុងសភៅភាគច្រើនគាត់និយាយច្រើនដែរតែច្រើនមិនដល់ការហាក់គ្នាបើហាក់គ្នានិយាយច្រើនជាងឆុងទៀតបញ្ហាជួបភាគច្រើនកើតឡើងដោយសារហាក់បាទបញ្ហាសុខភាពភាគច្រើនដោយសារការហាក់អញ្ចឹងបងប្អូនកុំភ័យធម្មតាឆុងបង្ហាញពីការផ្លាស់ប្ដូរអញ្ចឹងធ្វើអីមួយអត់មានអមតៈទេបងប្អូនយើងយើងធ្វើអីមួយមិនមែនថាថិតថេររហូតទេរបស់ថ្មីមករបស់ចាស់ទៅអញ្ចឹងយើងផ្លាស់ប្ដូររហូតក្នុង10ឆ្នាំ20ឆ្នាំមនុស្សផ្លាស់ប្ដូររហូតផ្លាស់ប្ដូរមុខរបរផ្លាស់ប្ដូរការងារផ្លាស់ប្ដូរទំនាក់ទំនងហ្នឹងគឺជាច្បាប់ធម្មជាតិរបស់បកកើតរហូតរបស់ចាស់ជំរុះចេញអញ្ចឹងយើងទទួលស្គាល់ការពិតអញ្ចឹងបើសិនជាឆុងធ្វើឲ្យយើងមានបញ្ហាយើងផ្លាស់ប្ដូរទៅរបស់មួយដែលល្អជាងមុនអានឹងគឺឆុងល្អបាទហើយអាស្រ័យលើខ្លួនឯងទេបើសិនជាយើងផ្លាស់ប្ដូរហើយយើងអត់សប្បាយចិត្តនឹងការផ្លាស់ប្ដូរអានឹងគឺឆុងអត់ល្អអញ្ចឹងយើងទទួលស្គាល់ថារបស់ដែលកើតឡើងគឺតាមវដ្តនៃធម្មជាតិទាំងអស់បាទពិបាកជាងគេគឺការហាក់មកហាក់ទៀតមកអត់ល្អគឺមានបញ្ហាច្រើនជាងឆុងទៀតបាទអញ្ចឹងបងប្អូនបើសិនជាពេញចិត្តវីដេអូហ្នឹងសូមជួយ Subscribe ខ្ញុំម្នាក់មួយមកអរគុណច្រើនបងប្អូន